នេះគឺជាសាច់ត្រីដែលខ្ញុំពីលេត្រីចិញ្ចឹមបងប្អូនជួយមើលគឺមានសត្វដើម្បីឲ្យដឹងជ្រាបច្បាស់ថានឹងមានសត្វឆ្លើងនៅក្នុងត្រីនេះមែនឬក៏មិនមែនបងប្អូនមើលនេះសាច់ត្រីត្រីឆ្ដោតត្រីឌីបដែលជាត្រីចិញ្ចឹមហើយដើម្បីខ្ញុំនឹងឲ្យបងប្អូនមើលឆ្លើងឬក៏មិនមែននេះបងប្អូនចាំមើលខ្ញុំនឹងសូរូបភាពមួយដែលជាសត្វឆ្លើងនៅក្នុងសាច់ត្រីតែម្ដងបងប្អូនចាំមើលខ្ញុំនឹងសូឲ្យច្បាស់តែម្ដងនេះមើលបងប្អូនមើលខ្ញុំក៏ចង់ខ្លាចដែរបងប្អូនមើលបងប្អូនចាំមើលអត់ច្បាស់កាន់តែជាប់កាន់តែនឹងបងប្អូនមើលគឺចេញពីសាច់ត្រីតែម្ដងខ្ញុំយកចេញវាហើយខ្ញុំនឹងយកវាទៅដាក់ក្នុងទឹកដើម្បីឲ្យដឹងជ្រាបច្បាស់បងប្អូនដែលនិយមញ៉ាំសាច់ត្រីចិញ្ចឹមបងប្អូនមើលបងប្អូនណាខ្ញុំនឹងជម្រាបជូនឲ្យបានច្បាស់ព្រោះសារមុនខ្ញុំជម្រាបជូនដែរក៏ប៉ុន្តែខ្ញុំមិនបានសូជាឲ្យច្បាស់លាស់ព្រោះខ្ញុំដាក់នៅក្នុងចានក៏ប៉ុន្តែមានទឹកតែឥឡូវនេះខ្ញុំដាក់ក្នុងទឹកតែម្ដងឃើញច្បាស់នៅឃើញហើយបើឃើញហើយសូមអរគុណច្រើនសូមជួយ like និង share វីដេអូនេះផងបាទ